មកកូនយើងបន្តមេរៀនយើងទៀតណាកូនបើកសៀវភៅភាសាខ្មែរថ្នាក់ទី2ទំព័រទី123ពេលកូនបើកហើយកូនត្រៀមអានជាមួយលោកគ្រូឲ្យខ្លាំងទាំងអស់គ្នាណាកូនតោះចាប់ផ្ដើមការរៀនពាក្យកអំណានពាក្យចរាចរណ៍ឯករាជ្យបរមរាជវាំងសារមន្ទីរខពន្យល់ពាក្យចេញចាចមានន័យថាដែលពេញពន្លឺចរាចរណ៍មានន័យថាការធ្វើដំណើរទៅមុខឯករាជ្យមានន័យថាឈ្នះជ័យជំនះសារមន្ទីរមានន័យថាកន្លែងទុកវត្ថុបុរាណគោពាក្យនៃដូចនឹងពាក្យរាត្រីយប់ខោពាក្យផ្ទុយភ្លឺចិញ្ចាចផ្ទុយនឹងងងឹតសូនមមេញឹកផ្ទុយនឹងមួយសំណួរមួយតើរាជធានីរបស់ព្រះរាជាណាចក្រកម្ពុជាឈ្មោះអ្វីរាជធានីរបស់ព្រះរាជាណាចក្រកម្ពុជាឈ្មោះរាជធានីភ្នំពេញ2តើនៅសងខាងផ្លូវមានអ្វីខ្លះនៅសងខាងផ្លូវមានផ្ទះថ្មនិងអគារធំខ្ពស់3តើអ្នកមករាជធានីភ្នំពេញច្រើនទៅលេងកន្លែងណាខ្លះអ្នកមកលេងរាជធានីភ្នំពេញច្រើនទៅវត្តភ្នំព្រះបរមរាជវាំងវិមានឯករាជ្យសារមន្ទីរជាតិនិងកោះពេជ្រ4តើប្អូនមានទឹកចិត្តដូចម្ដេចចំពោះរាជធានីភ្នំពេញខ្ញុំស្រឡាញ់ពេញចិត្តនឹងរាជធានីភ្នំពេញណាស់លំហាត់ចូលអានស្លាកសញ្ញានៅក្នុងរូបខាងក្រោមឲ្យបានត្រឹមត្រូវធុងសម្រាមហាមដើរលើស្មៅបង្គន់ប្រយ័ត្នគ្រាប់មីន